បាទសួស្តីបងប្អូនបាទថ្ងៃនេះយើងមកមើលចាស់បុរាណសម័យដើមកំពុងតែក្រងស្លឹកដេស្លឹកត្នោតនេះណាតែលោកក្មេងៗសម័យនេះអត់ដែលបានឃើញចាស់ពីដើមគាត់ដេស្លឹកត្នោតប្រក់ដំបូលផ្ទះហ្នឹងគឺបាទគឺអញ្ចឹងនេះឃើញទេបាទមើលឲ្យបាទតែនៅខេត្តស្ទឹងត្រែងយើងនេះគឺនៅមាននេះណាបាទឥឡូវពីអ្នកតាយាយគាត់កំពុងតែដេស្លឹកត្នោតទុកប្រក់បាទផ្ទះប្រក់ខ្ទមប្រក់រួងហ្នឹងត្រជាក់ល្អបាទហើយចង់កំងចង់អីមកកដបប្រហែល 4000 រៀលបើគិតជាដុល្លារ$1បាទមួយកណ្ដបអានេះប្រក់ទៅត្រជាក់ស្រាប់ហ្មងល្អបាទហើយបើសិនយើងត្រាំទឹកវិញរឹតតែជាប់ល្អស្វិតមកហ្មងបាទស្វិតហ្មងបងប្អូនបាទត្រាំទឹកទៅស្វិតហ្មងណាត្រាំទឹក3យប់បានចងយកហាលបាទចងយកហាលពីអ្នកតាយាយកំពុងតែក្រងបាទហើយគេថាប្រពៃណីខ្មែរយើងពីបរមបុរាណយើងអត់មានសង្កសីអត់មានក្បឿងអត់មានអីចាស់បរមបុរាណណាគឺដូនតាសម័យកាលមុនគឺគាត់ប្រើហ្នឹងហើយប្រើស្លឹកត្នោតដេជាកណ្ដបហ្នឹងហើយបាទយកទៅប្រក់ផ្ទះប្រក់អីបាទនិយាយរឿងដេហ្នឹងកាម៉ែខ្ញុំក៏គាត់ប្រើដេស្លឹកត្នោតបាំងផ្ទះប្រក់បាទហើយក៏និយាយគាត់អត់នៅឆេះខែប្រាំងអានេះជាប់ស្បូវទៀតខែប្រាំងដាំបាយអាចក្រាននៅក្បែរជាងផ្ទះហ្នឹងឲ្យសាជាងស្លឹកត្នោតហ្នឹងមានអីឆេះវាភ្លើងវាឆាបខ្លាំងខ្យល់មកឆេះភ័យរត់ទៅយកទឹកមកប៉ោតយកមកវាយទម្លាក់ផងអីផងអុយម៉ែអត់នៅតែម្នាក់ឯងដាំបាយមានអីភ័យហើយអត់ស្លឹកត្នោតហ្នឹងអាពងដាំបាយខ្យល់មកអាដាច់ភ្លើងមកឆេះហ្នឹងដល់ឆេះម៉ែភ័យមានអីទាញកបិតមកកាប់តលាក់មកកាប់តលាក់ហ្នឹងបាយមើលកាប់តលាក់ហេបងកាប់តលាក់ភ័យខ្លាចឆេះរៀងដល់ដបូលបាច់អូជាប់មកសំណាងមែនតើបាទបងប្អូនបាទអូដេបានច្រើនណាស់អានេះជាប់ជាងស្បូវបាទជាក់ហ្នឹងពេលហើយយើងទៅត្រាំ3យប់ហើយយកមកហាលឲ្យស្ងួតបាទគេដេហើយគេអត់ត្រាំឲ្យណាហ្នឹងហើយអត់ត្រាំទេត្រាំអត់ត្រាំមកទេត្រាំ3យប់បានជីស្រង់មកហាលស្ងួតហ្នឹងហើយទៅជាប់ជាងស្បូវទៅណាតិចបងម៉ែទៅប្រក់អីល្អតិចណាប្រុសគេយកទៅប្រក់រួងគេហើយខ្ញុំឲ្យម៉ែដេទុកវាដល់ខែ2ទៅថងចាំដាក់ម៉ូយវាខាត់នៅវាសាច់ខាងប្រពន្ធហ៎នៅកោះខាងហើយប្រពន្ធអូយបែរណាគ្នាដល់កោះខាងនោះមើលទៅអូយយ៉ាអាសុំមើលរំកដោបត់លូតហ្នឹងគេហៅបត់លូតមកដេមកជួយដេយាយមើលឡែមណាទៅជួយដេតើយាយមើលកូនកាច់ផ្ទះផងកាច់ផ្ទះផងកាច់ផ្ទះមើលកូនចាស់នឹងបាច់រឿងចាស់ហ្នឹងអត់ពណ៌នេះកុំលេអាហ្នឹងកូនបាទខ្ញុំគេដេអញ្ចឹងណាបងប្អូនពុកម៉ែណាបាទហ្នឹងគេដេស្លឹកអញ្ចឹងជាប់ល្អអាហ្នឹងណាបាទអូអានេះគេដាក់អូចេះកែច្នៃដាក់អានៅធ្វើមជុលចាក់វាដំណងcủaគាត់នេះគេដែរបាទមជុលចាក់ដំណង